ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីចាបងប្អូនថ្ងៃនេះដើរមកខាងក្រៅផ្ទះដោយសារតែអាកាសធាតុក្តៅខ្លាំងអញ្ចឹងហើយក៏ដើរមកម្លប់ខាងក្រៅផ្ទះមើលដើមចាព្រីងព្រោះឮម៉ែក៏ថាមានផ្កាមានអីចឹងណាប៉ុន្តែជាក់ស្ដែងមកដល់ដើមព្រីងរកផ្កាព្រីងអត់ឃើញទេចាឃើញតែផ្កាថ្ងាន់ទៅវិញណាបងប្អូនចាកលេចភ្នែកមើលទៅឃើញផ្កាថ្ងាន់នោះផ្កាស្គូស្គីពេញដើមគាត់ថាដើមហ្នឹងវានៅតូចដែរទេអញ្ចឹងហើយថ្ងៃនេះក៏បេះផ្កាថ្ងាន់យកមកធ្វើជ្រក់បង្ហាញបងប្អូនតែម្ដងពីព្រោះថាជ្រក់ផ្កាថ្ងាន់នេះគឺជាមុខម្ហូបប្រចាំចាភូមិឬក៏បងប្អូនជាពិសេសអ៊ំពូមីងមាចំណាស់ដែលគាត់ធ្លាប់ហូបជ្រក់ផ្កាថ្ងាន់បន្ទាប់ជាមួយត្រីអាំងត្រីអីអញ្ចឹងចារសជាតិវាឆ្ងាញ់ណាបងប្អូនដើមថ្ងាន់នេះនៅខាងខ្ញុំឥឡូវមិនសូវសម្បូរទេបងប្អូនបង្ការខ្ញុំនៅតូចគឺច្រើនចាច្រើនគួរសមមិនច្រើនណាស់ទេដើមសម្បូរដើមធំអីអញ្ចឹងតែបច្ចុប្បន្ននេះវាដូចថាចានៅរៀងតិចខ្សត់ខ្សោយហើយនៅផ្ទះខ្ញុំនេះក៏ខ្ញុំអត់ដែលដឹងថាមានដើមថ្ងាន់មានផ្កាអីចឹងដែរបងប្អូនអត់ដែលបានចាប់អារម្មណ៍ទេទើបតែនឹងកលេចឃើញនឹងឯងចាអញ្ចឹងថានឹងធ្វើជ្រក់ផ្កាថ្ងាន់នេះជូនបងប្អូនបានទស្សនាតែម្ដងពីព្រោះថាខ្ញុំបានឃើញម្ដាយខ្ញុំក៏ដូចជាយាយរបស់ខ្ញុំអីគាត់ធ្វើញឹកញាប់ដែរឲ្យទៅដល់ខែផ្កាថ្ងាន់នេះណាចាអញ្ជើញតាមដានទាំងអស់គ្នាបងប្អូនចំពោះផ្កាថ្ងាន់នេះបងប្អូនគឺមានក្លិនក្រអូបស្រាលចាហើយចំណែកបើនិយាយពីថារូបសម្រស់វិញគឺស្រស់ស្អាតតែម្ដងបងប្អូនផ្កាជ័រល្មមមកប្រៀបនឹងផ្កាថ្ងាន់នេះគឺมันស្អាតដូចទេបងប្អូនអាចមើលទិដ្ឋភាពនេះបានចានេះដោយសារតែដើមថ្ងាន់ខ្ញុំវាតូចហើយផ្កាមិនសូវច្រើនស្គូស្គាយបើសិនជាដើមធំវិញអូយបងប្អូនអើយផ្កាស្អាតណាស់ចាហើយក្នុងមួយកញ្ញុំវានេះមកចកោមវាហ្នឹងផ្កាមានទាំងពណ៌បៃតងចាមានពណ៌រាងលឿងមានពណ៌រាងសអីចឹងទៅតាមផ្កាចាស់ផ្កាខ្ចីអីចឹងណាកាលណាផ្កាវានៅខ្ចីវាមានពណ៌រាងបៃតងរាងតូចចឹងទៅពេលដែលផ្កាហ្នឹងវារាងចាស់បន្តិចហ្នឹងវារាងឡើងលឿងហើយកាលណាវាឡើងសឡើងអីចឹងទៅវាចង់រោយទៅវិញអីចឹងណាបងប្អូនវាមានមួយដំណាក់កាលខ្ញុំមិនបានតាមដានវាច្បាស់លាស់អីទេគាត់ថាខ្ញុំនិយាយនេះតាមការមើលឃើញណាបងប្អូនចាចំណែកផ្លែរបស់វាវិញខ្ញុំរកផ្លែអត់ឃើញមានបងប្អូនប៉ុន្តែផ្លែវាគឺស្តៀងទៅនឹងផ្លែកសាំងផ្លែអីដែរចារៀងមូលអញ្ចឹងឯងគាត់ថាវាមិនសូវជាធំខ្លាំងអីទេអាចនិយាយបានថាផ្លែវាគឺប៉ុនផ្លែកសាំងហ្នឹងឯងបងប្អូនបើវាមូលជាងវាមិនសំប៉ែតដូចផ្លែក្រសាំងទេណាចាអត់មានផ្លែបងប្អូនមិនមានផ្លែខ្ញុំបេះបង្ហាញជូនហើយចំណែកស្លឹកវាមកតងវាគឺមានស្លឹក3អញ្ចឹងណាបងប្អូនចាហើយស្លឹកវាដែលនៅខ្ចីយើងអាចយកមកធ្វើជ្រក់បានដូចផ្កាដែរប៉ុន្តែបើធ្វើស្លឹកសុទ្ធវារៀងចត់ណាបងប្អូនចំណែកផ្កាវានេះវិញខ្ញុំឮបងប្អូនមួយចំនួនគាត់ថារសជាតិល្វីងអីអញ្ចឹងទៅប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំធ្វើតាមវិធីសាស្ត្របាទយាយរបស់ម្ដាយរបស់ខ្ញុំអត់ដែលល្វីងទេចាជ្រក់គឺឆ្ងាញ់ដឹងតែឆ្ងាញ់តែម្ដងជ្រក់ផ្កាថ្ងាន់នេះបងប្អូនបើសិនជាបងប្អូនមានសាច់ញាតិឬក៏មានស្រុកកំណើតនៅខាងខេត្តស្វាយរៀងឬក៏ព្រៃវែងអីណាចាភាគច្រើនគឺស្គាល់ព្រោះថាជាមុខម្ហូបប្រចាំតំបន់ដែរចាចាស់គាត់ស្គាល់ច្រើនអញ្ចឹងតមកចំនួនក្មេងៗហ្នឹងក៏ស្គាល់ពីចាស់ហ្នឹងមកបានច្រើនដែរការថ្ងាន់ដែលខ្ញុំបេះនេះបានហើយបងប្អូននេះខ្ញុំយកវាទៅលាងទឹកឲ្យស្អាតសិនចាយើងលាងវានេះដើម្បីឲ្យវាជ្រះកតិកទីឬក៏ដីឬក៏មានកូនដង្កូវអីអញ្ចឹងណាបងប្អូនលាងវាម្ដងមួយស្រកីមួយចកោមវានឹងទៅចាលាងថ្នមទៅព្រោះផ្ការៀងស្ដើងដែរបន្តមកទៀតគឺយើងយកវាទៅហាលថ្ងៃដោយដាក់ត្រាំទឹកចាត្រាំទឹកវាឲ្យលិចលហឹមអញ្ចឹងទៅបងប្អូនបើសិនជាវាអណ្ដែតអីបងប្អូនអាចយកកូនចានចង្កឹះអីមួយមកសង្កត់ផ្កាថ្ងាន់ហ្នឹងឲ្យលិចទៅក្នុងទឹកណាចាយើងយកទៅដាក់ហាលថ្ងៃហាលឲ្យចំថ្ងៃក្តៅខ្លាំងថ្ងៃក្តៅកាន់តែខ្លាំងកាន់តែល្អការហាលថ្ងៃនេះផងដែរគឺយើងហាលវារយៈពេល2យប់2ថ្ងៃចា2យប់2ថ្ងៃហ្នឹងបងប្អូនមិនចាំបាច់លើកវាទៅណាទេដោយថាយើងដាក់ហាលកន្លែងណាដែលស្អាតហើយគឺយើងទុកនៅកន្លែងហ្នឹងទៅមិនថាទាំងយប់ទាំងថ្ងៃហ្នឹងគឺត្រាំវានៅក្នុងនឹងរហូតមិនចាំបាច់ស្រង់ចេញទេចាហើយការហាលថ្ងៃនេះផងដែរវាធ្វើឲ្យផ្កាថ្ងាន់របស់យើងមានពណ៌ក្រហមល្អហើយវារាងស្លោកណាមួយវាជួយកាត់បន្ថយជាតិល្វីងរបស់ផ្កាថ្ងាន់នឹងផងដែរ
ពេលដែលផ្កាថ្ងានរបស់យើងបានត្រាំទឹកហាលថ្ងៃរយៈពេល2យប់2ថ្ងៃរួចមកគឺយើងស្រង់វាឡើងបងប្អូនចាស្រង់វាឡើងហ្នឹងមិនចាំបាច់យកវាទៅលាងទឹកឬក៏អីទេបងប្អូនគាត់ថាស្រង់វាឡើងដល់យើងទុកវាឲ្យស្រស់ចាស់ទឹកត្រាំហ្នឹងគឺយើងអត់យកទេយើងយកតែសាច់ផ្កាថ្ងានហ្នឹងមកចាយើងមកធ្វើទឹកជ្រក់ម្ដងចំពោះការធ្វើទឹកជ្រក់វាដូចទៅនឹងចាការធ្វើទឹកជ្រក់ទូទៅដែរទេបងប្អូនអញ្ចឹងខ្ញុំលាងអង្ករយកទឹកអង្ករមកដាំធ្វើទឹកជ្រក់ចាហើយនៅក្នុងហ្នឹងគឺយើងបន្ថែមស្ករអំបិលអីតិចតួចមកល្មមលៃលកមើលមកល្មមរសជាតិដែលបងប្អូនចង់បានណាប៉ុន្តែកុំឲ្យប្រៃពេកចាព្រោះជ្រក់ផ្កាថ្ងាននេះប្រៃពេកអត់ឆ្ងាញ់ទេបងប្អូនទឹកអង្ករដែលយើងលាយស្ករលាយអំបិលអីនេះគឺយើងយកវាទៅដាំឲ្យពុះហើយបន្ទាប់មកយើងលើកវាទុកឲ្យចុះត្រជាក់ណាបងប្អូនចាត្រជាក់ល្ហឹមតែម្ដងបានយកទៅចាក់ជ្រក់បានណាចំពោះផ្កាថ្ងានដែលយើងសម្រស់ទឹកស្រស់ល្អហើយនេះបងប្អូនរៀបវាដាក់ចូលក្នុងកឡកែវអីមួយទៅចាបើសិនជាធ្វើច្រើនដូចចាស់ពីមុនមកអីគាត់ធ្វើច្រើនណាបងប្អូនគាត់ដាក់ក្នុងកូនខាបគេហៅកូនខាបឬក៏កូនពីងដីដុតអីអញ្ចឹងណាចាគេរៀបវាដាក់ចូលក្នុងនឹងទៅហើយដូចខ្ញុំនេះខ្ញុំបេះបានបន្តិចទេអញ្ចឹងបន្ទាប់ពីរៀបរួចរាល់ហ្នឹងគឺយើងបន្ថែមម្ទេសជាមួយនឹងខ្ទឹមសចាយើងដាក់ខ្ទឹមសឲ្យវាមានក្លិនឈ្ងុយហើយក៏ឆាប់ជូរអីអញ្ចឹងណាចាម្ទេសហ្នឹងក៏ដូចគ្នាដែរហើយបងប្អូនដាក់តាមការចូលចិត្តបានសម្រាប់ម្ទេសតែបើខ្ញុំវិញតែប៉ុណ្្នឹងបានហើយព្រោះអ្នកផ្ទះខ្ញុំអត់សូវចូលចិត្តហឹរខ្លាំងទេចាហើយទឹកជ្រក់ដែលយើងដាំទឹកអង្ករលាយអំបិលលាយស្ករដែលទុកឲ្យចុះត្រជាក់ហ្នឹងបងប្អូនចាក់ចូលមកចាក់ចូលនៅក្នុងកឡកែវជ្រក់ផ្កាថ្ងានយើងហ្នឹងទៅចាហើយយើងមូលកម្របវាទុកទៅតែមួយយប់នឹងហូបបានហើយបងប្អូនចាក្រោយពេលយើងរក្សាវាទុកមួយយប់ហ្នឹងនេះជ្រក់ផ្កាថ្ងានរបស់ខ្ញុំបងប្អូនចាជូរល្មមឆ្ងាញ់ជ្រក់ផ្កាថ្ងាននេះគឺឆ្ងាញ់ហើយរសជាតិវារៀងចាត់តិចចាជូរអែមតិចនិយាយទៅមកឆ្ងាញ់ហ្មងបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូនដែលមានផ្កាថ្ងានហើយមិនធ្លាប់ធ្វើជ្រក់នឹងអាចសាកល្បងធ្វើនេះអូបើកឡើងគឺថាក្លិនឡើងឈ្ងុយហ្មងបងប្អូននេះហើយជ្រក់ផ្កាថ្ងាននេះផ្ទាប់មួយត្រីអាំងក៏ឆ្ងាញ់សាច់អាំងក៏ឆ្ងាញ់ដែរបងប្អូនមិនបានតែត្រីអាំងណាផ្ទាប់សាច់អាំងក៏ឆ្ងាញ់ដែររសជាតិវាគឺរៀងជូររៀងលាយចត់តិចអីអញ្ចឹងណាបងប្អូនចាបើសិនជាអ្នកធ្លាប់ហូបហើយខ្ញុំគិតថាឃើញហើយប្រកាសជាឃ្លានដែរតែបើអ្នកអត់ធ្លាប់ហូបទេបងប្អូនអាចសាកមើលបើមានផ្កាថ្ងានចាសាកជ្រក់មើលទៅថារសជាតិវាបែបណាខ្ញុំធានាជូនថាឆ្ងាញ់បងប្អូនព្រោះចាស់គាត់ធ្វើមកគឺថាមិនដែលខុសចិត្តក្មេងៗទេចាកម្រណាកម្រថាខុសចិត្តក្មេងៗណាបងប្អូនរសជាតិគឺឆ្ងាញ់មែនទែនហ្មងចាវាប្លែកពីជ្រក់អីផ្សេងណាចាឥឡូវនេះយើងមានតាំងពីត្រីបំពងត្រីអីហើយចាថ្ងៃនេះអត់អាំងទេបងប្អូនខ្ញុំបំពងអញ្ចឹងយើងផ្ទាប់ជាមួយនឹងជ្រក់ផ្កាថ្ងាននឹងតែម្ដងចានេះជ្រក់ផ្កាថ្ងានបងប្អូនមិនថាផ្ទាប់ជាមួយត្រីបំពងត្រីដុតត្រីអាំងសាច់អាំងអីទេគឺឆ្ងាញ់បានគ្រប់មុខតែម្ដងបងប្អូនណាចាជ្រក់ផ្កាថ្ងាននេះបងប្អូនមិនងាយរកបានដែរឥឡូវដោយសារដើមថ្ងាននៅខាងខ្ញុំនេះអត់សូវមានដើមធំទេចាច្រើនតែមានដើមតូចអញ្ចឹងហើយវាអត់សូវមានផ្កាទេថ្ងៃនេះវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនជូនពរបងប្អូនសុខសប្បាយគ្រប់ក្រុមគ្រួសារទាំងការធ្វើដំណើរសូមមានសុខសុវត្ថិភាពចា៎ជួបគ្នាជាមួយខ្ញុំនៅវីដេអូជាច្រើននៅថ្ងៃខាងមុខទៀតបងប្អូនអរគ្នាជម្រាបលា